ការទម្លាក់ពន្ធគយ 15% លើរថយន្តពីប្រទេសជប៉ុនរបស់លោក Donald Trump ចូលជាធរមាននៅថ្ងៃអង្គារនេះរដ្ឋាភិបាលសហរដ្ឋអាមេរិកបានឲ្យដឹងថាការទម្លាក់ពន្ធរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ចំនួន 15% លើរថយន្តពីប្រទេសជប៉ុនចូលជាធរមាននៅថ្ងៃអង្គារនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានខ្ចោដូជប៉ុនអត្រាពន្ធរបស់សហរដ្ឋអាមេរិកសម្រាប់រថយន្តដែលមានដើមកំណើតពីបរទេសបានកើនឡើងដល់ 27.5% បន្ទាប់ពីលោកត្រាំបានដាក់កាលពីខែមេសានៅពន្ធលើរថយន្តបន្ថែមលើមូលដ្ឋានសន្តិសុខជាតិដែលបានដាក់លើក្រុមហ៊ុនផលិតរថយន្តជប៉ុននិងក្រុមហ៊ុនផលិតផ្សេងទៀតពន្ធដែលបានកាត់បន្ថយគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលរដ្ឋបាលលោកត្រាំបានធ្វើកាលពីថ្ងៃទី22ខែកក្កដាជាមួយប្រទេសជប៉ុនដែលជាថ្នូរនឹងការបដិញ្ញាចិត្តក្នុងការវិនិយោគយ៉ាងច្រើននៅក្នុងសហរដ្ឋអាមេរិកនិងបង្កើនការនាំចូលផលិតផលកសិកម្មរបស់អាមេរិកក្នុងអំឡុងពេលអាណត្តិទី2មិនជាប់ជាប់គ្នារបស់ប្រធានាធិបតីអាមេរិករូបនេះលោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃទី4ខែកញ្ញាដោយអនុវត្តជាផ្លូវការនៅកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានផ្ដល់ការអនុគ្រោះពិសេសដល់ប្រទេសជប៉ុនលើអ្វីដែលលោកហៅថាពន្ធគយទៅវិញទៅមកនៅថ្ងៃទី7ខែសីហាអត្រាពន្ធលើប្រទេសជាក់លាក់ដែលបានកែប្រែរបស់លោក Trump សម្រាប់ទំនិញពីដៃគូពាណិជ្ជកម្មរាប់សិបរបស់សហរដ្ឋអាមេរិកបានចូលជាធរមានបច្ចុប្បន្នសហរដ្ឋអាមេរិកបានដាក់ពន្ធ 15% លើការនាំចូលភាគច្រើនពីប្រទេសជប៉ុនធ្លាក់ចុះពី 24% ឬ 25% ដែលលោកត្រាំបានគម្រាមកំហែងមុនកិច្ចព្រមព្រៀងលើសពីនេះក្រុមពាណិជ្ជកម្មរបស់គាត់បានយល់ព្រមថាការនាំចូលពីប្រទេសជប៉ុនជាមួយនឹងពន្ធដែលមានស្រាប់ចាប់ពី 15% ឬខ្ពស់ជាងនេះនឹងមិនប្រឈមមុខនឹងការបង់ពន្ធបន្ថែមនោះទេហើយការយកពន្ធលើទំនិញផ្សេងទៀតនឹងត្រូវបានកំណត់ត្រឹម 15%អនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bright